លោកតានឹងប្រមូលប្តីប្រពន្ធឲ្យជួបជុំគ្នាកូនខ្ញុំហ្នឹងលោកតាជួយផងមើលលោកតាកូនចាំបែកបាក់ហ្នឹងបែកបាក់គ្នាហ្នឹងសូមលោកតាជួយផងឲ្យហើយមិនបានដឹងថាលោកតាចេះនៅហ្នឹងខ្ញុំដឹងលោកតាចេះគេប្រាប់តមកគ្រប់គ្នាចាហើយបាក់ខ្ញុំមកលោកតាជួយធ្វើប្តីប្រពន្ធកូនខ្ញុំជួបជុំគ្នាព្រោះបែកបាក់គ្នាអញ្ចឹងលោកតាបាទហើយបែកបាក់គ្នាប្រហែលខែអីvậyកូនខ្ញុំបែកបាក់គ្នាចង់ចូលមកជិតឆ្នាំអញ្ចឹងហ៎ចាអូហើយកូននិយាយកូនស្រីកូនប្រុសហ៎កូនខ្ញុំប្រុសកូនប្រុសណាចាអញ្ចឹងប្រមូលកូនភាសាស្រីឲ្យជួបជុំគ្នាហ្នឹងម្ដាយល្អដែលប្រមូលឲ្យកូនជួបជុំគ្នាវិញឲ្យបានចេះតែរកគ្រូឲ្យប្រមូលឲ្យជួបជុំណាអ្នកខ្លះអីមិនបានប្រមូលអញ្ចឹងទេបាទហើយសរសើរនេះសរសើរយាយឯងដែលប្រមូលប្តីប្រពន្ធកូនឲ្យជួបជុំគ្នាឲ្យបានសុខដុមរមនាហ្នឹងហ្នឹងហើយយាយនៅណាយាយខ្ញុំនៅស្រុកបាក់ខែងហ្នឹងដែរអូនៅបាក់ខែងហ្នឹងហ្នឹងហើយចេះដឹងថាលោកតានេះចេះខាងប្រមូលប្តីប្រពន្ធណាខ្ញុំស្រុកបាក់ខែងហ្នឹងគេប្រាប់ថាលោកតាចេះប្រមូលប្តីប្រពន្ធជួបជុំគ្នាអញ្ចឹងបាត់ខ្ញុំមកលោកតាជួយហ្នឹងបាទហ្នឹងហើយមានបងប្អូនកូនក្មួយស្រីប្រុសទាំងអស់គាត់នៅភូមិផ្ទរបែកលៀបភូមិអីហ្នឹងគៀនឃ្លាំងអីហ្នឹងក្តីចាស់ច្បក់មាសប្រេងចាយហ្នឹងគាត់គេនេះដែរថ្ងៃមុនហ្នឹងគាត់ប្រាប់ឲ្យគេនៅខាងភូមិគាត់ភូមិអីដែលគាត់ធ្លាប់មកប្រមូលហ្នឹងទៅហើយគាត់ចេះប្រាប់បន្តគ្នាយើងហ្នឹងគាត់ចេះពលលោកតាខាងប្រមូលប្តីប្រពន្ធនេះឲ្យជួបជុំគ្នាវិញពលលោកតាបុរាណទេមិនមែនគ្រូសម័យឥឡូវទេសិតតែចាស់បុរាណរៀនចេះតាំងពីឆ្នាំ80មកហ្នឹងហើយចឹងហើយចេះតំណតតាមឪពុកតាមជាតាមកហ្នឹងចេះតែរៀនបន្តគ្នាយើងហ្នឹងហើយអញ្ចឹងនិយាយលើកគ្រឿងនេះមកទៅរកលោកតាហ្នឹងហើយបានសាទិមកនេះណាដែលបានមករកលោកតាប្រមូលឲ្យកូនចៅដែលបាក់បែកឲ្យបានជួបជុំគ្នាវិញនេះហ្នឹងហើយឲ្យសមប្រកបនឹងជាមួយលោកតាណាដែលលោកតាធ្វើខ្សែធ្វើប្រមូលនេះឲ្យបានជួបជុំគ្នាវិញណាហ្នឹងហើយលោកតាជួយអីទេនឹងលោកតាជួយហ្នឹងហើយព្រោះអ្នកខ្លះទៅគាត់សមប្រកបមួយលោកតាអញ្ចឹងបានលឿនណាមួយថ្ងៃពីរថ្ងៃអញ្ចឹងបានជួបជុំគ្នាហើយហ្នឹងហើយហើយអ្នកខ្លះទៀតគាត់រៀងមិនសូវសមប្រកបអីហ្នឹងទៅរៀងយឺតយ៉ាវបន្តិចបន្តួចវាមិនទៅយូរខ្លាំងទេហ្នឹងហើយហើយលោកតាក៏អ្នកខាងពូយន់ដាក់ផ្ទះហើយនឹងមើលប្រភូមិដាក់អីហ្នឹងដែរលោកតានៅហ្នឹងវាតែងតែមករកហើយស្រោចទឹកស្រោចអីជំងឺអីដែលយើងឈឺធ្វើអីហ្នឹងណាគុណលងាអីហ្នឹងយើងស្រោចទឹកស្រោចអីប្រោះព្រំអីហ្នឹងទៅយើងហ្នឹងហើយបាទអីទេមួយថ្ងៃពីរថ្ងៃចាំយើងមកយកខ្សែព្រោះធ្វើអត់ទាន់ទេព្រោះខ្សែច្រើនណាយើងណាហើយព្រោះក្នុងមួយថ្ងៃអញ្ចឹងគេតែងតែមករកទៅវាខ្សែវាច្រើនអញ្ចឹងធ្វើអត់ទាន់អញ្ចឹងក៏មួយថ្ងៃពីរថ្ងៃទៀតចាំយើងមកយកខ្សែហ្នឹងហើយកូនចៅធ្វើការអីដែររាល់ថ្ងៃនេះកូនចៅខ្ញុំធ្វើការខាងអូជីអូខាងនេះណាខាងក្រុមហ៊ុនគេខាងអូជីអីហ្នឹងចេះតែរកទេយើងមិនឃើញមកព្រោះយើងវាចេះការងារយើងវាអត់កន្លែងណាវាពិបាកដែរយើងចេះធ្វើអ្នកខ្លះធ្វើសំណងធ្វើអីយើងណាហើយលោកតាហ្នឹងជាគ្រូបុរាណហ្នឹងយូរហើយនៅទីហ្នឹងណាបាទ